តម្រុយឆ្នោតអាវងនៅថ្ងៃនេះផងដែរក៏បានមកជួបពុកម៉ែបងប្អូនសាជាថ្មីទៀតហើយក៏បានពំនាំយកនៅតម្រុយឆ្នោតយួនយកមកធ្វើការចែកលេខជូនទៅកាន់ពុកម៉ែបងប្អូនទៀតហើយចំនួន4គ្រាប់ដូចជារាល់ដងប៉ុន្តែមុននឹងឈានចូលក៏ដូចជាសពមួយដងក៏សូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ហើយនឹងដាក់នៅសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីមកចូលពុកម៉ែបងប្អូនសារជាថ្មីជារៀងប្រចាំថ្ងៃអាវងចែកលេខ